ប្រមុខក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការសន្តិសុខនិងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមស្រីឯកបំរុងលឿងតាមខ្វាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរដែលតែងតែផ្ដល់កិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកពិសេសការផ្លាស់ប្ដូរព័ត៌មានអំពីសភាពការសន្តិសុខនិងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែនដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខស្ថិរភាពនិងសុវត្ថិភាពសង្គមគាំទ្រនិងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងឯកឧត្តមស្រីឯកបំរុងលឿងតាមខ្វាងនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី13ខែកក្កដាឆ្នាំ2024ជាមួយគ្នានោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានសម្ដែងនៅការអបអរសាទរចំពោះឯកឧត្តមស្រីឯកបំរុងលឿងតាមខ្វាងដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2024ដោយបានចាត់ទុកថាជាការឆ្លុះបញ្ចាំងនៅជំនឿទុកចិត្តរបស់ប្រជាជនបកនិងរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងបុព្វហេតុជាតិនិងប្រជាជនវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិតក៏បានផ្ដាំផ្ញើនៅការសាកសួរសុខទុក្ខនិងអបអរសាទររបស់សម្ដេចក្រឡាហោម សុខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនចំពោះឯកឧត្តមក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមផងដែរក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមតូលឹមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសដែលឯកឧត្តមតូលឹមប្រធានរដ្ឋអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី12ដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2024ទន្ទឹមនឹងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ភាគីទាំងពីរក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរជាយូរឆ្នាំកន្លងមកនិយាយជារួមនិងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរនិយាយដោយឡែកនិងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ